សប្តាហ៍នេះចិននិងជប៉ុនកំពុងតែឈរនៅម្ខាងផ្លូវម្នាក់នៃចំណុចដ៏គ្រោះថ្នាក់បំផុតមួយដោយសារការប្រទាញប្រទង់ជុំវិញកោះតៃវ៉ាន់ជប៉ុនថាបើចិនហ៊ានឈ្លានពានកោះតៃវ៉ាន់ជប៉ុននឹងប្រើកម្លាំងយោធាការពារព្រោះការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់អាចរាលដាលទៅដល់កោះជប៉ុនដែលនៅក្បែរនោះប្រសិនបើមហាយៈសេដ្ឋកិច្ចទាំងពីរប៉ះគ្នាតើអ្នកណាឈ្នះសមត្ថភាពយោធាអាចជាចម្លើយយោងតាមរបាយការណ៍ឆ្នាំ2025របស់ Global Firepower ប្រទេសចិនត្រូវបានចាត់ថ្នាក់ជាមហាអំណាចយោធាលំដាប់ទី3របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងរុស្ស៊ីខណៈដែលជប៉ុនជាប់ចំណាត់ថ្នាក់លេខ8ចិនមានរថក្រោះរាប់ពាន់គ្រឿងនាវាផ្ទុកយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយនិងឃ្លាំងអាវុធមីស៊ីលដែលកំពុងតែពង្រីកជារៀងរាល់ថ្ងៃថ្មីនេះចិនផលិតបានមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង YJ-17 និង YJ-19 ដែលផ្ដល់ឲ្យទីក្រុងប៉េកាំងនៅសមត្ថភាពវាយប្រហារទាំងមូលដ្ឋានលើគោកនិងឆ្នេរសមុទ្រលើសពីនេះចិនកំពុងតែពង្រីកនិងពន្លឿនផលិតកម្មនុយក្លេអ៊ែរក្នុងអំឡុងពេលនៃព្យុហយាត្រានាថ្ងៃទី3ខែកញ្ញាឆ្នាំ2025ចិនបានបង្ហាញអាវុធនុយក្លេអ៊ែរចម្រុះប្រភេទរួមទាំងមីស៊ីលបាញ់ចេញពីនាវាមួយទឹកនិងមីស៊ីលអន្តរទ្វីប DF-61 ដែលអាចផ្លោងបាន12,000 គីឡូម៉ែត្រជប៉ុនខុសឆ្ងាយពីចិនមានទ័ពជាង2លាននាក់ជប៉ុនមានកងរក្សាសន្តិសុខជាង20,000នាក់ចំណែកសភាវុធវិញជប៉ុនមានតិចជាងចិនឆ្ងាយណាស់ក៏ប៉ុន្តែជប៉ុនស៊ីដាច់ចិនខាងបច្ចេកវិទ្យាសង្គ្រាមជាពិសេសប្រព័ន្ធប្រឆាំងមីស៊ីលជប៉ុនមានយន្តហោះចម្បាំងបំបាំងកាយ F-35 រ៉ាដាប្រឆាំងមីស៊ីលនិងប្រព័ន្ធការពារដែលប្រើបច្ចេកវិទ្យាតភ្ជាប់បណ្ដាញឃ្លាំមើលដែលផ្ដល់ឲ្យទីក្រុងតូក្យូនៅសមត្ថភាពនៅក្នុងការតាមដាននិងចាប់ស្ទាក់ការគំរាមកំហែងបានលឿនជាងប្រទេសភាគច្រើននៅក្នុងពិភពលោកនេះបើយោងទៅតាមគេហទំព័រ 24/7 Wall Street ចេញផ្សាយនៅខែឧសភាឆ្នាំ2025លើសពីនេះជប៉ុននៅមានអាមេរិកជាខ្នងបង្អែកដ៏រឹងមាំប្រសិនបើប្រទេសទាំងពីរត្រូវតែប្រយុទ្ធគ្នាដោយជៀសមិនផុតមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយនិងនាវាផ្ទុកយន្តហោះរបស់ចិនអាចវាយសម្រុកទៅលើមូលដ្ឋានទ័ពជប៉ុននៅអូគីណាវ៉ានិងកោះភាគនិរតីរបស់ជប៉ុននៅក្នុងការប្រយុទ្ធសម្រុករយៈពេលខ្លីកម្លាំងបាញ់ប្រហាររបស់ចិនអាចសង្គ្រប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុនក៏ប៉ុន្តែបើការប្រយុទ្ធអូសបន្លាយជាពិសេសនៅជុំវិញកោះនានារបស់ជប៉ុនផ្ទាល់បច្ចេកវិទ្យាការពាររបស់ជប៉ុនមានប្រៀបជាងចិននិយាយរួមទៅចិនសម្បូរអាវុធជប៉ុនខ្លាំងបច្ចេកវិទ្យាក៏ប៉ុន្តែសង្គ្រាមរវាងពួកគេនឹងបំផ្លិចបំផ្លាញដោយគ្មានអ្នកណាឈ្នះទេម្ល៉េះហើយទៅភាគីទាំងពីរផ្លោងសម្ដីប្រមានគ្នាទៅវិញទៅមកក៏ប៉ុន្តែមិនហ៊ានកេះកៃកំភ្លើងទេជប៉ុននៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025បានសម្រេចបញ្ជូនមន្ត្រីទូតជាន់ខ្ពស់ម្នាក់ទៅប្រទេសចិនដើម្បីសម្របសម្រួលគ្នាឡើងវិញខ្ញុំរស់សុធាពី News Today NTTV